កាន់វីដេអូទី3នៃ XL Villa ចង់ដឹងអត់ថានៅជាន់ទី1នេះមានលក្ខណៈពិសេសអីខ្លះតោះឥឡូវចាំមើលជាមួយនឹងបងប្អូនទាំងអស់គ្នាកន្លែងនេះវិញបងអាចដាក់សាឡុងអង្គុយលេងឬក៏ដាក់តុធ្វើការឲ្យកូនរៀនក៏បានដែរឥឡូវទៅមើលជាមួយនឹងបន្ទប់មេគ្រួសារដ៏ធំទូលាយជាមួយនឹងបងប្អូននេះគឺជាបន្ទប់គេងសម្រាប់មេគ្រួសារការរៀបចំបែបទំនើបទាន់សម័យជាមួយនឹងកន្លែងមើល TV ដ៏ធំទូលាយតើឥឡូវខ្ញុំនាំបងទៅមើលកន្លែងពិសេសនេះបងគឺជាកន្លែងផ្លាស់សម្លៀកបំពាក់គឺធំទូលាយខ្លាំងមែនទែនហើយយើងមកខាងនេះវិញណាបងហើយនេះគឺជាបន្ទប់ទឹកបងគឺថាធំទូលាយខ្លាំងមែនទែនដែលយើងមានអាង5ទឹកអាច5ដកពីនេះបងជាមួយនឹងខណ្ឌបន្ទប់ទឹកទៀតហើយវាមកខាងនេះវិញគឺយើងមានទូសម្អាងសម្រាប់រៀបចំខ្លួនពេលចេញទៅខាងក្រៅតោះឥឡូវខ្ញុំនាំបងទៅមើលបន្ទប់ផ្សេងៗទៀតនេះគឺជាបន្ទប់សមាជិកគ្រួសារទី2សមាជិកគ្រួសារទី3នេះគឺជាបន្ទប់សមាជិកគ្រួសារទី4បញ្ចប់ឲ្យបងជាមួយនឹងម៉ូតផ្ទះ XL Villa បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល